22នេះបាទមហូតដល់ចេញពី L22 កុងតាក់បាទពីកុងតាក់ទី1ក៏បានពីកុងតាក់ទី2ក៏បានដែរបាទសូមគោរពនឹងជម្រាបសួរទៅដល់ពុកម៉ែបងប្អូនប្រិយមិត្តនិងសិស្សានុសិស្សទាំងអស់ថ្ងៃនេះខ្ញុំមានវីដេអូមួយនិយាយអំពីបច្ចេកទេសគិសនីក្នុងការតកុងតាក់ជើង3ពីរចុចបាទសម្រាប់ប្រើប្រាស់តាមចដាឬក៏កន្លែងផ្សេងៗដែលវាមានភាពងាយស្រួលក្នុងការបញ្ជាបាទខាងលើក៏បានខាងក្រោមក៏បានបាទខ្ញុំឃើញថាបច្ចេកទេសគិសនីពីច្រើនគឺបរទេសគាត់នេះចេញជាវីដេអូភាសាបរទេសអញ្ចឹងអាចនឹងពិបាកក្នុងការយល់ដូច្នេះខ្ញុំក៏លើកមកបកស្រាយឬក៏យល់ខ្លះទាក់ទងជាមួយនឹងបច្ចេកទេសគិសនីជាភាសាខ្មែរបាទដើម្បីឲ្យបងប្អូនបាទក៏ដូចជាពុកម៉ែបងប្អូនងាយស្រួលមើលជាវីដេអូផងបាទនិងស្ដាប់ទៅយល់ក្នុងការអនុវត្តឆាប់យល់ឆាប់ចេះបាទហើយខ្ញុំបាទក៏មានទទួលតម្លើងប្រព័ន្ធទឹកភ្លើងគូប្លង់ប្រព័ន្ធការពារផ្ទះគ្រប់ប្រភេទបាទបងប្អូនអាចទំនាក់ទំនងខ្ញុំតាមលេខទូរស័ព្ទដែលខ្ញុំបានដាក់នៅលើវីដេអូនេះទៅបាទខ្ញុំនឹងប្រឹក្សាឬក៏ផ្ដល់ជាយោបល់ពីបច្ចេកទេសគិសនីហើយបើសិនជាបងប្អូនទស្សនានៅវីដេអូខ្ញុំបាទឆ្ងល់ត្រង់ណាកន្លែងណាបងប្អូនអាច comment ចូលខាងក្រោមឬក៏បងប្អូនចង់ចេះនៅបច្ចេកទេសគិសនីផ្សេងបងប្អូនអាច comment ខាងក្រោមទៅខ្ញុំនឹងធ្វើជាវីដេអូបង្ហាញនៅពេលដែលខ្ញុំទំនេរពីការងារបាទហើយវីដេអូនេះខ្ញុំឆ្លៀតទេបាទចែកម្លែកបាទសម្រាប់បងប្អូនចិត្តឆ្ងាយបាទដែលចង់ចេះចង់ធ្វើខ្លួនឯងតាមផ្ទះតាមអីចឹងទៅបាទពេលខ្លះយើងឆ្ងាយយើងអីទៅយើងពិបាកក្នុងការស្រ័យជាតិអញ្ចឹងមានអីរៀនខ្លួនឯងធ្វើខ្លួនឯងហើយបាទក៏សូមអធិស្ឋានផងសម្រាប់សកបាលរបស់ខ្ញុំបាទដោយសារលោកពុកគាត់ទទួលនីតិកម្មបានថ្ងៃនេះអញ្ចឹងក៏កោសសក់កាន់ទុកបាទក៏សូមអធិស្ឋានពីសំណាក់ពុកម៉ែបងប្អូនបាទអញ្ចឹងកុំឲ្យខាតពេលបាទយើងទៅទស្សនាវីដេអូក៏ដូចជាការបញ្យល់របស់ខ្ញុំទាក់ទងជាមួយនឹងវិធីសាស្ត្រក្នុងការតកុងតាក់ជើង3ពីរចុចបាទអរគុណឥឡូវយើងមកមើលពីវិធីសាស្ត្រក្នុងការតកុងតាក់ជើង3ពីរចុចសម្រាប់តាមកាមចដាតាមអីហ្នឹងបងប្អូនដែលយើងបញ្ជាខាងណាក៏បានបិទបាក់ខាងណាក៏បានបាទនេះផ្នែកខាងមុខនៃកុងតាក់បាទផ្នែកខាងក្រោយបាទដែលថ្ងៃនេះខ្ញុំមាន2កុងតាក់បាទ switch 1ដូចគ្នាផ្នែកខាងមុខផ្នែកខាងក្រោយនេះគឺកុងតាក់ផ្នែកទី2 switch 2បាទហើយយើងមានអំពូល2បាទដែលអំពូលពីនេះយើងអាចបញ្ជាពីខាងណាក៏បានពីក្រោមក៏បានពីលើក៏បានបាទអំពូលទី1បាទនេះអំពូលទី2តាក់ទងជាមួយនឹងខ្សែនេះដែរបងប្អូនខ្សែមួយគឺគេហៅថាខ្សែ L បាទគឺខាងខ្សែមានភ្លើងហ្នឹងបាទយើងភ្ជាប់បាទខ្សែមានភ្លើងចូលជាមួយជើងកុងតាក់យើងមកបាទដែលវាមាន symbol នៅលើជើងកុងតាក់ហ្នឹងគេដាក់ L2 បាទដែលខាងលើនេះគឺ L1 អញ្ចឹងយើងអាចយកខ្សែ B របស់យើងខ្សែខាងមានភ្លើងបងប្អូនកុំយកខ្សែខាងមានណឺតខាងណឺតបាទយើងយកខាងខ្សែដែលមានភ្លើងបាទមានចរន្តយកចូលជើងកុងតាក់បាទសូមបញ្ជាក់រកការតគឺយើងយកខាងខ្សែដែលមានភ្លើងមានចរន្តចូលកុងតាក់បាទតែពេលខ្លះមួយចំនួនដែលខ្ញុំចុះទៅឆែកបាទទៅធ្វើការជួសជុលឡើងវិញនោះបាទឃើញថាពេលខ្លះជាងបាទមិនដឹងថាគាត់ចេះមកពីណាឬក៏គាត់រៀនពីខាងណាទេបាទគាត់យកខាងលើចូលកុងតាក់អញ្ចឹងនៅពេលដែលយើងបិទកុងតាក់យើងច្រឡំកាន់អីក៏ឆក់ដែរអញ្ចឹងសូមផ្លាស់ប្ដូរយើងយកខាងភ្លើងឬខាងចរន្តចូលជើងកុងតាក់បាទឥឡូវយើងទាញខ្សែមេរបស់យើងចូលជើងកុងតាក់នឹងមកដែលខាងក្រោមនេះគេដាក់ L2 ហើយមួយមកទៀតគេដាក់ L1 បាទយើងពងពីជើងកុងតាក់ L2 មក L1 មកបាទមានន័យថានេះជាប្រភពភ្លើងកន្លែងម៉ៅខ្ញុំដាក់ណាប្រភពភ្លើងបាទយើងពងចូលគ្នាមកបន្ទាប់មកបាទបងប្អូនឃើញមានរុន2សងខាងដែលគេដាក់ថា L21 បាទនិង L22 ហើយន័យថាយើងភ្ជាប់ពីជើង L21 នេះបាទមក L21 នេះបាទនៃជើងកុងតាក់មួយទៀតបាទហើយសម្រាប់ L22 នេះគឺភ្ជាប់មកជើងកុងតាក់មួយទៀតគឺ L22 ដូចគ្នាបាទហ្នឹងគឺរបៀបតកុងតាក់ជើង3ពីរចុច
បាទនេះក៏ប្រើតាមចដាតាមអីវាងាយស្រួលក្នុងពេលបជាបាត់បើកមិនថានៅលើថានៅក្រោមយើងអាចបជាពីលើក៏បានពីខាងក្រោមក៏បានបាទបើយើងប៉ុងខ្សែពី L22 នេះបាទមហូតដល់ចេញពី L22 កុងតាក់បាទពីកុងតាក់ទី1ក៏បានពីកុងតាក់ទី2ក៏បានដែរសំខាន់ឲ្យយើងដឹងទៅ L22 មក L22 បាទតបនឹងហើយយើងប៉ុងជើងកុងតាក់ពីកុងតាក់ទី1ទី2ហ្នឹងបាទនៃ L11 បាទ L11 យើងប៉ុងមក L11 នេះជើងកុងតាក់មួយទៀតមកបាទយើងប៉ុងមកជាហៀងទៀតនេះ L12 មក L12 បាទយើងប៉ុងភ្ជាប់គ្នាអញ្ចឹងទៅពីកុងតាក់ទី1កុងតាក់ទី2បាទសម្រាប់ប្រភពភ្លើងនេះយើងចង់ដាក់ពីកុងតាក់ទីប៉ុន្មានក៏បានដែរបាទយើងយកមកដាក់កុងតាក់ទី1នេះក៏បានដែរកុងតាក់ទី2នេះក៏បានដែរសំខាន់ឲ្យមានកុងតាក់ខាងណាមកជាហៀងដែលមានភ្លើងចូលបាទហ្នឹងសូមបញ្ជាក់មិនថាខ្ញុំដាក់លើ switch ទី2កុងតាក់ទី2ភ្លើងដាក់បានតែខាងហ្នឹងទេដាក់បានខាងកុងតាក់ទី1ហ្នឹងក៏យើងដាក់បានដែរបាទបាទបន្ទាប់មកយើងឃើញនៅលើនេះដែលយើងភ្ជាប់ជាមួយនឹងគ្រឿងបន្ទូអំពូលរបស់យើងហ្នឹងបាទគឺមាន L1 និង L2 បាទដែលយើង L1 L2 នេះយើងប៉ុងចូលគ្នាបាទដើម្បីយើងយកភ្លើងបាទយកភ្លើងឲ្យចូលនឹងជើងលេខ L12 L11 L21 L22 នេះឲ្យมันរត់មកចូលកុងតាក់ខាងនេះបាទដើម្បីយើងចុចថាកុងតាក់ខាងនេះកុំពូនេះភ្លើងបាទយើងបិទកុងតាក់ខាងនេះពូនេះលុតបើយើងបើកកុងតាក់ខាងនេះពូនេះភ្លើងយើងចុចបិទកុងតាក់ខាងនេះពូនេះលុតបាទនៅមានងាយស្រួលអញ្ចឹងបាទអញ្ចឹងយើងភ្ជាប់ជើងអស់ហើយបាទយើងមើលតាមទីមុខសញ្ញានេះស្អីមកនេះទៅបាទគឺអត់ខុសទេបាទបើថាមកចុចL1 យើងចូលពូល1មកចុច L2 យើងចូលពូលទី2មកបាទនេះមកសញ្ញាបាទក៏ដូចជារូបនៅខាងផ្ទៃខាងមុខនៃកុងតាក់ហ្នឹងបាទវាមាន2ចុចនៃកុងតាក់ជើង3បាទសម្រាប់ខ្សែ node របស់យើងបាទយើងយកភ្ជាប់ធម្មតាទៅចេញពីគ្រឿងទទួលរបស់យើងទៅក្នុងប្រភពនៃខ្សែ node របស់យើងនៅក្នុងទូ D-Center ហ្នឹងបាទយើងភ្ជាប់ធម្មតាទៅបាទ node យើងគឺយើងភ្ជាប់ដល់បាទយើងអត់យកចូលជើងកុងតាក់ទេបាទភាគច្រើនខ្ញុំពាក្យច្រើនពេលខ្លះក៏ឃើញថាជាងមួយចំនួនបងមួយចំនួនគាត់យកអាជើងខ្សែខាងលើនេះបាទយកមកចូលខាងជើងកុងតាក់មិនថាជើងកុងតាក់ជើង3ឬក៏ជើង2អីទេបាទគាត់យកខាងខ្សែនៅនេះបាទយកមកចូលកុងតាក់អញ្ចឹងដល់ពេលដែលយើងបិទកុងតាក់មកខាងខ្សែ pha នេះវា direct បាត់ហើយអញ្ចឹងយើងបិទកុងតាក់ក៏នៅតែមានភ្លើងដែរនៅវិជា50ពេលដែលយើងធ្វើការជួសជុលឬក៏ប៉ះដោយយថាហេតុណាមួយអាចបណ្ដាលឲ្យឆក់បាទហើយវីដេអូនេះដែរបាទសម្រាប់ចែកជូនបងប្អូនដូចសិស្សានុសិស្សបាទដែលចេះតពីរបៀបតកុងតាក់ខ្លះបាទហើយនេះជាវីដេអូមួយដែលខ្ញុំគ្រាន់តែជាធ្វើការបង្ហាញឲ្យបងប្អូនចេះតរៀនតដោយខ្លួនឯងនៅផ្ទះអីចឹងទៅបាទបើពេលខ្លះកុំឲ្យជួលជាងពេកបាទហើយនេះគឺជា sequence សាមញ្ញដែលយើងប្រើសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះរបស់យើងបាទហើយបងប្អូនបាទចេះទេបងប្អូនអាចមើលម្ដងហើយម្ដងទៀតហើយរៀនធ្វើទៅបាទតែមុននឹងធ្វើបើបងប្អូនអត់មានជំនាញទេបងប្អូនអាចបិទភ្លើងបាត់ឲ្យបានត្រឹមត្រូវបាទបើខ្លាចខ្ទុះសេបងប្អូនគិតថាយកខ្សែ node នេះដាច់ទៅវាទៅបាទកុំយកខ្សែ node ចូលជាមួយនឹងជើងកុងតាក់បើយើងខ្លាចធ្វើឲ្យបាក់ទៅខ្ទុះសេសំខាន់ខ្សែ pha ចូលជើងកុងតាក់នេះយើងច្រឡំគ្នាយ៉ាងម៉េចអីម៉េចកាច់មិនក៏វាមិនខ្ទុះដែរក៏វាមិនជាបញ្ហាដែរសំខាន់កុំឲ្យយកខ្សែ node ចូលជាមួយជើងកុងតាក់ទៅពីទៅបានបាទនឹងយើងគ្រាន់តែបញ្ជាក់ប៉ុណ្ណឹងបាទវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនមើលហើយយកជាប្រយោជន៍បានអនុវត្តទាំងអស់គ្នាខ្ញុំនឹងព្យាយាមធ្វើវីដេអូអគ្គិសនីសាមញ្ញដែលចែកជូនបងប្អូនក្នុងការប្រើប្រាស់ប្រចាំថ្ងៃបាទបើសិនជាបងប្អូនមានចម្ងល់ឬក៏ចង់ចេះនៅបច្ចេកទេសអគ្គិសនីតាមផ្ទះឬក៏យ៉ាងណាបងប្អូនអាច comment ខាងក្រោមបាទខ្ញុំនឹងធ្វើជាវីដេអូសម្រាប់បងប្អូនបាទបញ្យល់បានច្បាស់